ជាធម្មតាមនុស្សគ្រប់គ្នាប្រើដៃសម្រាប់សរសេរអក្សរប្រើប្រាស់កុំព្យូទ័រ smartphone ជាដើមចំណែកកញ្ញាសាទស្រីពុជអាយុ17ឆ្នាំបានប្រើជើងទាំងពីរទៅវិញហើយនេះជាអ្វីដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបានកញ្ញាសាទស្រីពុជជាកូនស្រីតែម្នាក់គត់ក្នុងចំណោមបងប្អូន3នាក់ក្នុងគ្រួសារមួយរស់នៅខេត្តបន្ទាយមានជ័យប៉ុន្តែអ្វីដែលអូនប្រុសរបស់នាងមានសម្រាប់ស្រីពុជមិនមាននោះទេដោយសារនាងមិនមានដៃទាំងពីរតាំងពីកំណើតទោះបីជាស្រីពុជគ្មានដៃទាំងពីរពិតមែនប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់ការសិក្សារបស់នាងនោះទេឆ្នាំនេះនាងបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិបានជោគជ័យអ្វីដែលនាងអាចធ្វើបានមិនប្រកាសថាមនុស្សគ្រប់គ្នាអាចធ្វើបាននោះទេស្រីពុជបានប្រើជើងទាំងពីររបស់នាងជំនួសដៃក្នុងការសរសេរអក្សរនិងប្រើប្រាស់កុំព្យូទ័រដោយមនុស្សដែលមានដៃធម្មតាដែរនេះមិនមែនជាការចៃដន្យនោះទេប៉ុន្តែវាជាការតស៊ូដ៏អស្ចារ្យរួមជាមួយការផ្ដល់កម្លាំងចិត្តនិងលើកទឹកចិត្តពីសំណាក់ឪពុកម្ដាយសាច់ញាតិមិត្តភ័ក្តិនិងមជ្ឈដ្ឋាននៅជុំវិញខ្លួនរបស់នាងទើបធ្វើឲ្យនាងសម្រេចបានបែបនេះចាអារម្មណ៍ខ្ញុំដែលរកអានជាមួយអាពុជគឺសប្បាយចិត្តណាស់ព្រោះគាត់ជាមនុស្សល្អម្នាក់សម្រាប់ខ្ញុំហើយគាត់ជាមិត្តភក្តិល្អសម្រាប់អ្នកទាំងអស់គ្នាផងដែរអូនស្រីស្រីពុជប្អូនបានចាប់ដើមចូលរៀនភាសាអង់គ្លេសតាំងពីឆ្នាំ2009នៅក្នុងសាលា ETC ហើយការសិក្សារបស់ប្អូននោះតែងតែទទួលបានចំណាត់ល្អឃើញថាទោះបីជាប្អូនពិការក៏ពិតមែនតែប្អូនមានភាពក្លាហានក៏ដូចជាការសិក្សារបស់ប្អូនតែងតែទទួលបានចំណាត់ល្អគូជាទីចាប់អារម្មណ៍នៅក្នុងចំណោមសិស្សដទៃផ្សេងទៀតផងដែររំលឹកពីអតីតកាលលោកអ៊ុងរិទ្ធីអាយុ47ឆ្នាំជាឪពុករបស់ស្រីពុជស្ទើរតែមិនជឿថាកូនស្រីរបស់គាត់កើតមកអភ័ព្វបែបនេះនោះទេរហូតមកទល់ពេលនេះលោកស្ទើរតែមិនចង់ចិញ្ចឹមស្រីពុជដោយចង់យកស្រីពុជទៅឲ្យរស់នៅជាមួយគេក្នុងមជ្ឈមណ្ឌលកុមារកំព្រាថែមទៀតផងទោះបីជាយ៉ាងណាការគិតរបស់លោករិទ្ធីបានផ្លាស់ប្ដូរដោយសារតែការសិក្សារបស់ស្រីពុជបានទទួលនិទេសល្អស្រីពុជគាត់រៀនបានល្អគាត់រៀនប្រកែគាត់ចេះចាំយល់គ្រប់មេរៀនទាំងអស់តាំងពីថ្នាក់ទី1រហូតដល់ឥឡូវថ្នាក់ទី9ហើយក្នុងចំណោមប្រហែលឆ្នាំហ្នឹងគាត់មាននិទេសល្អច្រើនថ្នាក់បាទនិទេសគាត់រៀនចំណេះទូទៅនេះកន្លងមកនេះមានលេខ1លេខ2លេខ3លេខ4បាទអស់ត្រឹមលេខ4គាត់ជាមនុស្សព្យាយាមបាទព្យាយាមនៅសូត្រផងហើយបើនិយាយរួមទៅគាត់ផ្នែកការសិក្សាគឺគាត់បានផ្នែកទៅលើខាងភាសាខ្មែរគាត់បើបាទភាសាបរតជាហ្នឹងក៏គាត់បើហើយមួយទៀតមិត្តភ័ក្តិរបស់គាត់បាទដូចថាចូលចិត្តគាត់រាក់ទាក់ជាមួយមិនរអើងតែម្ដងបាទដូចជាបង្ខំជំរុញចិត្តរបស់គាត់ហ្នឹងបាទឲ្យបន្តការសិក្សាគាត់បានល្អបាទនាំឲ្យខ្ញុំបានមានចំណេះដឹងដែលរៀនសូត្របានរឿងចំណាត់ថ្នាក់ល្អហ្នឹងគឺខ្ញុំចង់ធ្វើឲ្យជីវិតខ្ញុំហ្នឹងកាន់តែខ្ពស់ជាងនេះហើយគឺចង់ដើម្បីឲ្យខ្ញុំហ្នឹងអាចធ្វើអ្វីៗដូចជាគេបានដែរគឺខ្ញុំគិតថាខ្លួនឯងហេតុអីកើតមកមិនដូចគេហើយខ្ញុំឃើញគេមានដៃមានជើងខ្ញុំចង់មានដូចគេដែរខ្ញុំអត់ត្រេកអរទេខ្ញុំឃើញគេជិះម៉ូតូខ្ញុំចង់ជិះម៉ូតូដែរក្រៅពីការប្រឹងប្រែងតស៊ូជំនះគ្រប់ការលំបាករហូតបានជោគជ័យបែបនេះស្រីពុជបានអំពាវនាវដល់យុវជនឲ្យខិតខំរៀនសូត្រជាពិសេសជនពិការសូមកុំឲ្យអស់សង្ឃឹម
Bài bàn cho chơi nhóm tặng chất luôn ai nhóm trao tay mình bạn cầm lắng chất nhóm trao thật to su tụ bay kì ơi mơ ấy nhóm của đòi tay tái để xa bàn cầm lắng chất vì ba mạng nhóm bóng bộ nhóm trao thật to su hay ơi nhóm sợ mà con mạng hai nhóm được con lời cầm lắng chất ở nhóm bóng bộ nhóm phongសូមអរគុណដល់មិត្តភ័ក្តិដូចជាអ៊ំពូមីងដែលរស់នៅក្នុងភូមិជាមួយខ្ញុំគាត់តែងតែយល់ពីអារម្មណ៍របស់ខ្ញុំហើយគាត់តែងតែយល់ពីចិត្តដែលគាត់តែងតែមិនមើលងាយមើលថោកឬក៏និយាយចំអល់លើយគាត់តែងតែលើកទឹកចិត្តហើយគាត់រាប់អានស្រឡាញ់ខ្ញុំដូចជាមនុស្សដទៃទៀតអញ្ចឹងហើយខ្ញុំសូមអរគុណគាត់ទាំងអស់គ្នាដែលកន្លងមកគាត់មិនដែលថានិយាយរួមគឺគាត់តែងតែចាត់ទុកខ្ញុំជាមនុស្សដែលមានអវិជ្ជវៈដូចជាគេឯងអញ្ចឹងពេលញ៉ាំបាយញ៉ាំអីញ៉ាំជុំគាត់អញ្ចឹងក៏ដែរមើលងាយដែរមើលអីទេគាត់តែងតែនិយាយលេងនិយាយរួមដូចជាមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ចំបាយអរ៉ាអ៊ូណៃខ្លាំងប្រាំនាងណាជួបមុនស្នេហ៍ហើយមិនហ៊ានចាខំបិទនេត្រាចងចាំចិនដាឈឺផ្សាក្រម